Bạnសួស្តីទាំងអស់គ្នាបាទអញ្ចឹងនៅថ្ងៃនេះខ្ញុំមានព័ត៌មានមួយពាក់ព័ន្ធជាមួយនឹងកម្ពុជាយើងបាទគឺយើងបានធ្វើការជំទាស់ទៅកាន់ភាគីថៃក្នុងការបំពេញទៅលើទឹកដីរបស់កម្ពុជាយើងបាទយើងដូចទាំងអស់គ្នាបានដឹងមកហើយថារយៈពេលប្រហែលថ្ងៃនេះខាងថៃគេបានចាប់ផ្ដើមធ្វើការរាយបន្លាលួសហើយនឹងដាក់កុងតឺន័រហុំព័ទ្ធយកដីខ្មែរមួយចំនួនដែលទីតាំងនោះគឺយើងអត់ទាន់បានដឹងច្បាស់ទេក៏ប៉ុន្តែនៅកាលពីម្សិលមិញគឺក្រសួងរបស់យើងគឺបានចេញប្រតិកម្មមកហើយបាទអញ្ចឹងប្រទេសកម្ពុជារបស់យើងគឺបានបញ្ជាក់ជាថ្មីថាការយកបន្លាលួសរឿងនឹងដំឡើងទូកុងតឺន័រក៏ដូចជាការឈូសឆាយផ្ទះសម្បែងមួយចំនួនរបស់ជនស៊ីវិលក្នុងអធិបតេយ្យភាពកម្ពុជាពីសំណាក់ភាគីសៀមនេះជាការមិនអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងភាគីកម្ពុជាហើយនិងភាគីសៀមហើយភាគីកម្ពុជានិងភាគីសៀមដែលបានកំពុងអនុវត្តបច្ចុប្បន្នបានឯកភាពគ្នាកន្លងមកបាទអញ្ចឹងតាមរយៈអ្នកនាំពាក្យរបស់យើងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី3ថ្ងៃសៅរ៍ខែមករានេះបាទបានឲ្យដឹងពីទង្វើរបស់ភាគីថៃបានរំលោភបំពានលើអនុសញ្ញារបស់អង្គការសហប្រជាជាតិផងដែរក្នុងន័យនេះកម្ពុជាបានផ្ញើកំណត់ទូតដើម្បីជំទាស់ទៅនឹងភាគីថៃនៅសកម្មភាពទាំងនេះបាទអញ្ចឹងនៅក្នុងកំណត់ទូតរបស់យើងនោះវាមានរហូតទៅដល់11ចំណុចបាទដែលយើងផ្ញើទៅកាន់ភាគីថៃក៏ប៉ុន្តែនៅក្នុងចំណុចសំខាន់គឺវាមានមួយបាទអញ្ចឹងចំណុចសំខាន់នោះគឺបាននិយាយពីតំបន់ដែលកម្ពុជាបានបាត់ទៅក្នុងភាគីថៃបាទអញ្ចឹងនៅក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំថ្ងៃទី7រហូតដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារវាយលុកផ្នែកយោធាទៅលើដែលបានគិតទុកជាមុនជាប្រព័ន្ធទៀតលើទីតាំងច្រើនតាមបណ្ដោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិដោយវាយសម្រុកចូលទន្ទ្រានកាន់កាប់និងឈរជើងគ្រប់គ្រងជាក់ស្ដែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជានៅក្នុងខេត្តចំនួន4រួមមានខេត្តបន្ទាយមានជ័យចឹងនៅខេត្តបន្ទាយមានជ័យមានភូមិព្រៃច័ន្ទភូមិជោគជ័យតំបន់បឹងតគួនបាទអញ្ចឹង3ចំណុចនេះគឺថៃបានយកកាន់កាប់បានសម្រាប់នៅខេត្តបន្ទាយមានជ័យខេត្តពោធិ៍សាត់តំបន់ភ្លុកដំរីច្រកអន្តរជាតិថ្មដាឬក៏ច្រកជ័យជំនះបាទអញ្ចឹងនៅខាងពោធិ៍សាត់គឺយើងបាត់បង់2តំបន់ខាងខេត្តព្រះវិហារមានតំបន់អានសេះតំបន់ភ្នំតាថាវហើយនិងភ្នំទ្រាប់បាទអញ្ចឹងភ្នំទ្រាប់តាថាវហើយនិងអានសេះសម្រាប់ខេត្តព្រះវិហារត្រូវបានថៃវាយកាន់កាប់ដូចគ្នាខេត្តឧត្តរមានជ័យតំបន់អូស្មាច់ប្រាសាទតាខ្នាតាកបីតាមាន់ធំតំបន់ជប់អង្គុញនិងតំបន់ជោគគ្រោះបាទអញ្ចឹងនៅខាងឧត្តរមានជ័យគឺយើងបាត់ច្រើនជាងគេរហូតដល់6ទីតាំងបាទហើយទីតាំងទាំងអស់នេះគឺសិតតែខ្មែរយើងគឺបានកាន់កាប់អស់រយៈពេលយូរមកហើយទើបតែលើកនេះថៃគេប្រើកម្លាំងឈុតធំដើម្បីវាយលុកចូលកាន់កាប់តំបន់ទាំងអស់នេះបាទនេះគឺជាតំបន់ដែលក្រសួងរបស់យើងគឺបានចេញលិខិតថាបានបាត់បង់ទៅខាងភាគីថៃបាទហើយយើងកំពុងតែទាមទារត្រឡប់មកវិញទាំងផ្លូវច្បាប់តាមរយៈទ្វេភាគីហើយនឹងផ្លូវច្បាប់តាមរយៈអន្តរជាតិដូចគ្នាបាទអញ្ចឹងពេលនេះគឺជាពេលសំខាន់ដែលខ្មែរយើងត្រូវរួមគ្នាក្នុងការទាមទារយកនៅទឹកដីត្រឡប់មកវិញបាទអញ្ចឹងទឹកដីដែលបានបាត់បង់ទៅនេះគឺវាពិតជាមានច្រើនមែនណាហើយនេះក៏មិនមែនជាពេលដែលយើងត្រូវចង្អុលមុខថាអ្នកណាខុសអ្នកណាត្រូវអង្គុយស្ដាយទេគឺជាពេលរួបរวมគ្នាដើម្បីទាមទារយកអ្វីដែលជារបស់កម្ពុជាត្រឡប់មកវិញបាទអញ្ចឹងព័ត៌មានព្រឹកនេះស្ដាប់ទៅវារៀងដូចជា
កំសត់បន្តិចអីសម្រាប់ប្រទេសកម្ពុជាយើងដែលត្រូវគេវាយលុកចូលកាន់កាប់ហើយបែរជាពុំមានអង្គការឬក៏សហគមន៍អន្តរជាតិណាមួយគេធ្វើការដឹងឮទៅលើរឿងនេះទេបាទមកដល់ពេលនេះគឺស្ងាត់ទាំងអស់បាទអញ្ចឹងនៅព្រឹកនេះខ្ញុំមានព័ត៌មានតែប៉ុណ្្នេះទេបាទអរគុណច្រើនអ្នកនរគ្នា